ក្នុងអាកាសធាតុសីតុណ្ហភាព40អង្សាគាត់វិញវើជាចុងចង្វាក់គាត់លាក់ខ្លួននៅក្រោយឡានហើយដោះខោអាវចេញទាំងអស់បន្ទាប់មកដើរចូលសាលាដោយមិនស្លៀកអីសោះមនុស្សផ្សេងមិនឃើញគាត់ទេដល់ថ្នាក់រៀនគាត់លួចយកកាំភ្លើងប្រដាប់ប្រដាក្មេងជើងខ្លាំងហើយបាញ់ទៅកាន់ក្តារខៀនម្ដងក្មេងអាក្រក់នៅសាលាបានព្យាយាមពន្យល់ខ្លួនយ៉ាងខ្លាំងប៉ុន្តែគ្រូស្ទើរតែខឹងខ្លាំងបានណែនាំឲ្យនាយកសាលាបណ្ដេញគាត់ភ្លាមពេលគ្រូចេញទៅគាត់យកសន្លឹកប្រឡងមកវិញដោយស្ងៀមរកឃើញចម្លើយត្រឹមក្រឡាចម្លងមិនខុសអក្សរណាគាត់ទៅទីលានវីបាល់រកឃើញសិស្សម្នាក់ទៀតដែលធ្លាប់រំលោភគាត់រំលោភសិស្សជោគជ័យធ្វើឲ្យគាត់ចាញ់ប្រកួតឪពុកស្ដីបន្ទោសខ្លាំងការសងសឹកបានសម្រេចជីមីរីករាយត្រៀមត្រឡប់ទៅផ្ទះវិញសិស្សស្រីក្រុមមួយទៅបញ្ចប់មេរៀនកីឡាកំពុងត្រៀមទៅងូតទឹកអូហូពេលមានសមត្ថភាពនេះត្រូវចូលទៅសាកសម្វិញផ្នែកនេះមើលមិនស្អាតខ្ញុំមើលចំនួនអ្នកហើយនៅពេលជីមីកំពុងរីករាយស្រាប់តែកន្សែងងូតទឹកហោះមកវាគ្រប់លើក្បាលគាត់បានត្រឹមត្រូវលើកនេះស្រាប់តែមានបញ្ហាក្មេងស្រីសង្ស័យថាតើក្រោមកន្សែងមាននរណាគ្រប់គ្នាប្រមូលផ្ដុំជុំវិញទៅជីមីស្ទើរភ័យស្លន់ស្លោដៃគាត់ចាប់ផ្ដើមបង្វិលជារង្វង់បើកកន្សែងចេញក្មេងស្រីទាំងអស់ស្រែកដោយភ្ញាក់ផ្អើលព្រឹត្តិការណ៍ជីមីគ្រប់គ្នានៅសាលាដឹងមិត្តរួមថ្នាក់មើលគាត់ជាមនុស្សចម្លែកមានអ្នកខ្លះបោះក្រដាសលើគាត់ស្ដីប្រមាថគាត់ជាមនុស្សបំផ្លាញអារម្មណ៍ខ្លាំងបានកើតឡើងធ្វើឲ្យសមត្ថភាពអុកតានរបស់គាត់លេចចេញដើម្បីមិនឲ្យមិត្តថ្នាក់រកឃើញគាត់បន្តិចបន្តួចដកដៃចូលក្នុងអាវហើយពាក់មួកប្អូនស្រីចេញពីថ្នាក់រត់ចេញពីបន្ទប់រៀនតែទើបតែត្រឡប់មកផ្ទះប្អូនស្រីគាត់ស្ថិតនៅក្បែរគាត់បង្ការបង្រាសមុខហើយប្អូនស្រីឲ្យចេញពីបន្ទប់នេះប៉ុន្តែលុះត្រាតែជីមីបើកទ្វារគាត់ធ្វើមិនដឹងបិទទ្វារចេញជីមីពិតត្រូវបោកដោះខោអាវហើយត្រឡប់មកមើលវិញប្អូនស្រីភ័យខ្លាចរហូតបាត់ព្រលឹងគាត់រត់ទៅបិទមាត់ប្អូនស្រីរបស់គាត់ភ្លាមពន្យល់ថាគាត់ខ្លាចអត់ឃើញគ្រាន់តែពាក់ខោអាវស៊ូភើនោះទេប្អូនស្រីសន្យាជួយរក្សាសម្ងាត់តែព្រឹកថ្ងៃបន្ទាប់ពេលជីមីកំពុងអានសៀវភៅអំពីអំណាចពិសេសសម្លេងជើងម្ដាយបានលេចឡើងនៅខាងក្រៅទ្វារគាត់មិនអាចបិទបើកសមត្ថភាពអវត្តមានបានទេដើម្បីមិនឲ្យត្រូវរកឃើញគាត់ត្រូវដោះខោអាវចេញទាំងអស់ពេលម្ដាយចូលមកជីមីបានអវត្តមានទៅហើយនៅពេលនោះសូសាប់បានរត់ឡើងភ្លាមជីមីទទួលសោកពីយាយរបស់គាត់ម៉ែគិតថាកូនប្រុសមិននៅទីនោះហេតុនេះបាននិយាយអាចកំបាំងមួយចេញដឹងថាជីមីត្រូវអាណាព្យាបាលយកមកចិញ្ចឹមពេលបានដឹងដំណឹងនេះគាត់មានអារម្មណ៍សោកស្ដាយខ្លាំងគាត់រត់ទៅឆ្នេរម្នាក់ឯងជិះស្វាគ្រឿងមិនគិតថាក្មេងស្រីដែលជាស្នេហ៍សម្ងាត់របស់ជីមីបេឡាមកដល់មុខគាត់យ៉ាងមិនគួរជឿនៅលើស្វាំងគ្មាននរណាវាធ្វើដំណើរតែម្នាក់ឯងជិត2ម៉ោងបេឡាសោកស្ដាយខ្លាំងពេលនោះស្វាំងស្ទើរឈប់ភ្លាមនាងមិនខ្លាចទេផ្ទុយទៅវិញនាងដើរយ៉ាងស្រួលអង្គុយលើស្វានៅក្បែរមកក្មេងស្រីសួរថានរណាពេលនោះដំបងឈើចាប់ផ្លាស់ទីដោយខ្លួនឯងគូមុខញឹមលើដីខ្សាច់ក្មេងស្រីមានអារម្មណ៍បានទទួលមេត្តានាងរីករាយលេងបន្តតែគាត់មិនដឹងទេជាក់ស្ដែងមនុស្សឱកាសនោះគឺជាគូរួមថ្នាក់ដែលគាត់មិនសូវចូលចិត្តទូរស័ព្ទស្រីក្រមុំដំណើរការបន្ទាប់នាងរត់ចេញយ៉ាងរញ្ជួយពេលនោះជីមីសង្កេតឃើញមានបុរសម្នាក់នៅឆ្ងាយកំពុងមើលគាត់ហាក់ដូចជាមនុស្សអនាថាថ្ងៃបន្ទាប់ជីមីបានរកឃើញស្រីក្រមុំបេឡានៅក្នុងថ្នាក់កំពុងគូអំពីមុខញឹមមិញយ៉ាងហោចណាស់គាត់មកដល់មុខបង្អួចបេឡាក្នុងយប់គាត់គូរូបសញ្ញាសម្ងាត់របស់ពួកគេក្មេងស្រីស្គាល់គាត់ភ្លាមនាងបើកបង្អួចឲ្យជីមីចូលប្រញាប់នៅលើគ្រែនាងគឺគាត់កំពុងក្រហាយបេឡាបានយកភួយមកគ្របឲ្យគាត់យ៉ាងអំណោះនាងក៏ចូលទៅក្នុងភួយផងដែរនៅពេលដែលពួកគេកំពុងត្រៀមលេងហ្គេមជីមីមានអារម្មណ៍ភ័យខ្លាំងពេកដៃរបស់គាត់ចាប់ផ្ដើមបង្កើតរង្វង់គាត់ភ័យថាបេឡានឹងស្គាល់គាត់ហ្គេមដាំដុះបានលោតចេញពីបង្អួចភ្លាមគាត់គិតទៅវិញទៅមកជីមីសម្រេចចិត្តទៅសួរសុំទោសបេឡាពេលនោះគាត់កំពុងហាត់ប្រាណម្នាក់ឯងស្រាប់តែមាននរណាម្នាក់បាញ់គាត់ពីលើខ្នងវាជាថ្នាំញៀនមួយមុខបានឲ្យទឹកឲ្យគាត់សន្លប់បរោះពាក់មុខនឹងយកគាត់ទៅតែប្រកាសជួបជាមួយជីមីដែលមកដល់ជីមីរត់ចូលទៅប៉ុន្តែត្រូវបរោះនោះបោកឲ្យដួលងាយគាត់អាចតែមើលឃើញបេឡាត្រូវបានចាប់យកគាត់ត្រូវបាននាំទៅមន្ទីរពិសោធន៍មួយប៉ុន្តែបន្ទាប់ពីពិនិត្យរកឃើញថាពួកគេចាប់មនុស្សខុសជីមីកំពុងរៀបចំសម្លៀកបំពាក់ស៊ូភឺម៉ែនទៅជួយមនុស្សប៉ុន្តែគាត់ឃើញខោអាវបានបោកស្អាតរួចគាត់ស្រែកទៅម៉ែរហូតកញ្ចក់ក៏បែកផងដែរជីមីមកដល់ឆ្នេរសមុទ្រស្រាប់តែមានមនុស្សម្នាក់បង្អស់ពីក្រោយគឺជាមនុស្សភ្នែកអត់ឃើញលើស្ពានពីប៉ុន្មានថ្ងៃមុនគាត់បានប្រាប់រឿងមួយទៅជីមីដែលកើតឡើងពីច្រើនឆ្នាំមុនពិភពលោកបានផ្ទុះសង្គ្រាមនុយក្លេអ៊ែរមួយការបំពុលកាំរស្មីនេះបានបំលែងមួយផ្នែកនៃជាតិពូជមនុស្សធ្វើឲ្យពួកគេច្រើនអំណាចប៉ុន្តែពួកគេត្រូវបានអង្គការសម្ងាត់មួយចាប់យកទៅដាក់ឲ្យស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ព្យាយាមបំលែងពួកគេជាឧបករណ៍សម្រាប់សង្គ្រាមគាត់ជាមនុស្សម្នាក់ក្នុងចំណោមពួកគេគាត់អាចអានគំនិតរបស់អ្នកដទៃបាននៅពន្ធនាគារគាត់នឹងស្ត្រីម្នាក់ដែលអាចលាក់ខ្លួនបានមានកូនម្នាក់កូននោះគឺជាជីមីមាននរណាម្នាក់នាំគាត់គេចចេញពីមន្ទីរពិសោធន៍ធ្វើឲ្យទាហានរបស់ស្ដេចស្រីរំខានដេញតាមដើម្បីជួយឲ្យជីមីគេចផុតម្ដាយបានស្នាក់នៅដើម្បីទប់ស្កាត់ទាហានប៉ុន្តែអកុសលត្រូវបានសម្លាប់សំណាងល្អពុកបាននាំគាត់គេចខ្លួនរួចផុតដើម្បីសុវត្ថិភាពកូនគាត់បានទុកជីមីនៅមុខផ្ទះមនុស្សម្នាក់ម្ចាស់ផ្ទះស្រីខ្លាចជាម្ដាយបំពន់គាត់សមត្ថភាពលាក់ខ្លួនរបស់ជីមីបានបន្តមកពីម្ដាយជីវិតរបស់គាត់សូមផ្ដល់អាវយុទ្ធមួយឲ្យគាត់បន្ទាប់មកពេលលាក់ខ្លួនគាត់មិនចាំបាច់ស្រាទៀតទេទើបទៅផ្ទះនឹងពាក់វាមានពូជីវ័យចាស់ម្នាក់ចូលមកគឺមកចាប់អ្នកនោះទេគាត់ប្រើសមត្ថភាពលាក់ខ្លួនរត់គេចចេញក្រៅហើយចៃដន្យជួបមិត្តរួមថ្នាក់ហើយបានជិះរថយន្តរួមគ្នាមនុស្សពីរនាក់មកកន្លែងគេឃុំបេឡានៅពេលនោះបេឡាកំពុងត្រៀមគេចខ្លួនចេញពីគុកក្មេងស្រីនេះចង់គេចខ្លួនចេញនាងដើរលើស្មារបស់ក្មេងប្រុសពីរនាក់ហ
ហើយបានជោគជ័យឡើងទៅខាងក្រៅតាមបំពង់ខ្យល់តែមានអ្នកយាមគ្រប់ទីកន្លែងនាងត្រូវតែប្រុងប្រយ័ត្នលាក់ខ្លួនទៅកាន់កន្លែងខ្ពស់មួយគាត់បានប្រើជំនាញកីឡាកាយវិការដែលរៀនជាប្រចាំដើរយ៉ាងម៉ត់ចត់ទៅកណ្ដាលលោកស្រាលមួយដងទៅដល់សសធ្វើពីដែកឆ្លងទល់មុខបន្ទាប់មកជើងមួយចិត្តទៅមុខឡើងជណ្ដើរទៅដល់វេទិកាផ្សេងទៀតនៅទីនេះមានភ្លើងស្វែងរកមួយក្មេងស្រីមានគំនិតចេញមកភ្លាមយកថ្នាំលាបចិត្តដាក់លើគម្របភ្លើងបើកភ្លើងឡើងរំពេចនោះទឹកមុខញឹមបានលេចមកលើមេឃជាមុនមកជាមីដែលនៅក្បែរនោះបានឃើញនេះសញ្ញាសម្ងាត់របស់គាត់ជាមួយបេឡាទាំងពីរបានរត់ទៅជួយភ្លាមតែពេលនោះបេឡាត្រូវបានរកឃើញភ្លើងត្រូវបានបិទភ្លាមគាត់ត្រូវបានដាក់ឲ្យនៅក្នុងបន្ទប់ងឹតដើម្បីជួយឲ្យជីមីធ្វើសកម្មភាពមិត្តរួមថ្នាក់ម្នាក់បានបាញ់គ្រាប់ផ្ទុះបើកប្រព័ន្ធជូនដំណឹងពេលនោះជីមីបានចាប់ឱកាសធ្វើសកម្មភាពគេចផុតការរក្សាការពារហើយទៅដល់កន្លែងឃុំខ្លួនបេឡាមនុស្សខាងក្នុងបានឮសំឡេងហើយចេញមកសួរគាត់បានរត់ចូលទៅក្នុងភ្លាមយកធុងពន្លត់អគ្គិភ័យមួយបុកឲ្យអ្នករក្សាការពារម្នាក់សន្លប់ហើយប្រើកាំភ្លើងសម្ដៅបង្ហាញគំរាមអ្នករក្សាការពារបានបើករន្ធធំបេឡានិងមនុស្ស3នាក់ត្រូវបានជួយចេញពេលកំពុងត្រៀមចេញទៅគាត់នៅតែចង់ទៅជួយអ្នកចាស់ម្នាក់ទៀតដូច្នេះជីមីបានឲ្យមិត្តរួមថ្នាក់2នាក់ទៀតទៅមុនខ្លួនឯងនិងបេឡាទៅជួយមនុស្សចូលទៅក្នុងបន្ទប់សម្ងាត់មួយបេឡាប៉ុន្តែបានឈប់ភ្លាមពន្លឺភ្លើងបានភ្លឺឡើងគាត់បាត់ខ្នងយឺតបង្ហាញញឹមអាក្រក់មួយដឹងថាគាត់ត្រូវបានគ្រប់គ្រងមុនហើយជីមីមិនអាចធ្វើអ្វីបានទេត្រូវចេញមុខនៅពេលនោះផងដែរម៉ែបំពន់និងឪពុករបស់គាត់បានមកដល់កន្លែងប៉ុន្តែគេឲ្យទុកចុះទៅក្នុងទឹកពួកគេបាននាំយកជីមីនិងបេឡាទៅហើយបានដាក់គ្រាប់បែកកំណត់ម៉ោងនៅកំពង់ផែមុខពួកគេបានរកឃើញសិស្សផ្សេងទៀត2នាក់ទៀតតែស្រាវជ្រាវជុំវិញក៏មិនឃើញជីមីសោះនៅពេលវេលាចុងក្រោយមុនបំទុះពួកគេបានគេចចេញបានខាងនេះសើមេត្រូវបានចងខ្សែពួកគេរៀបចំដាក់នាងចូលសមុទ្រនៅពេលចុងក្រោយលើក្បាលជីមីប្រមូលកម្លាំងហើយស្រែកមួយសំឡេងគម្របដែកលេចចេញភ្លាមបរិសសម្បើម្នាក់ក៏ទាញចេញជាមួយភ្លើងផាត់មួយទៀតម៉ាស៊ីនវាស់សម្ពាធផ្ទុះចេញសម្បុកកំបោរទាំងមូលចាប់ផ្ដើមរញ្ជួយគាត់ចូលទៅក្នុងបន្ទប់ចូលសាស្ត្ររបស់បេឡាចុចចៃដន្យមួយមនុស្ស2នាក់ត្រូវបានបោះចេញពីលើមុខសមុទ្រហើយទីបំផុតពួកគេបានរួចផុតពីគ្រោះថ្នាក់ដើម្បីសុវត្ថិភាពរបស់ជីមីឪពុកបានលុបអនុស្សាវរីយ៍របស់មនុស្សទាំងអស់ដោយខ្លួនឯងនៅកន្លែងមួយផ្សេងទៀតមេដឹកនាំរបស់មនុស្សតែម្នាក់បានបង្ហាញខ្លួនគឺម្ដាយរបស់ជីមីដែលបានស្លាប់កាលពីឆ្នាំមុនតើពេលនោះគាត់ធ្វើជាស្លាប់មែនទេភាពយន្តនេះគំនិតច្នៃប្រឌិតខ្លាំងបង្ហាញពីក្តីស្រមៃរបស់បុរសទាំងអស់បើអ្នកទទួលបានសមត្ថភាពឱកាសអ្នកនឹងធ្វើអ្វី